ខ្ញុំមិនស្ដីបន្ទោសទៅនឹងស្ត្រីនគរបាលម្នាក់ដែលកើតមកថតនៅក្នុងទីស្នាក់ការគណៈបកចំនួនថ្មីខេត្តកំពង់ឆ្នាំងដែលខ្ញុំចូលរួមជាអធិបតីក្នុងការប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំគណៈបកចំនួនថ្មីនោះអ្វីដែលខ្ញុំចុះពីឡានទៅខ្ញុំឃើញគាត់មកថតមកអង្គុយទៅជែកអីខ្ញុំថានេះជាការខុសឆ្គងផ្នែករដ្ឋបាលហើយគាត់ត្រូវយល់ពីតួនាទីអញ្ចឹងយើងអត់ស្ដីបន្ទោសគាត់ទេគឺផ្ដាំផ្ញើទៅមេរបស់គាត់មេប៉ុស្តិ៍ឃុំនៅក្នុងកន្លែងទីស្នាក់ការដែលខ្ញុំប្រជុំនៅខេត្តកំពង់ឆ្នាំងហ្នឹងគឺថាឲ្យគាត់យល់ថាមកការពារសុវត្ថិភាពមកក្នុងន័យបំផិតបំភ័យគម្រាមកំហែងប្រយោលឬក៏មកបែបណាឲ្យគាត់យល់ថានេះមិនមែនត្រូវដែលគាត់មកចូលនៅក្នុងទីស្នាក់ការហើយមកអង្គុយស្ដាប់មកថតការប្រជុំផ្ទៃក្នុងបកទេមិនមែនជាការចង់បានព័ត៌មានលម្អិតចង់បានឈ្មោះអ្នកណាចូលរួមឬក៏សកម្មភាពថតសម្លេងថតស្លឹកយ៉ាងម៉េចគឺខុសពីការជួបជុំគ្នាសាធារណៈណាប្រមូលមនុស្សមហាជនមកអានឹងគឺយើងត្រូវជូនតំណែងទៅសមត្ថកិច្ចអាជ្ញាធរដើម្បីឲ្យគាត់មកសហការពារសុវត្ថិភាពហើយអាចថតរូបថតអីបានជាសាធារណៈតែនេះប្រជុំកិច្ចការផ្ទៃក្នុងបកនៅក្នុងផ្ទះទីស្នាក់ការបកស្របច្បាប់របស់ក្រសួងមហាផ្ទៃរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងចឹងហើយខ្ញុំមិនដាក់ការស្ដីបន្ទោសទេខ្ញុំបញ្យល់ណែនាំឲ្យគាត់ដឹងអំពីច្បាប់